Thank you very much for the offer. After careful consideration, I've decided to decline at this time. I sincerely appreciate the opportunity and your interest in me. ខ្ញុំពិតជាអរគុណមែនទែនសម្រាប់ការផ្ដល់ឱកាសលើកនេះប៉ុន្តែក្រោយពីគិតឲ្យបានល្អិតល្អន់ទៅខ្ញុំពិតជាសោកស្ដាយដែលខ្ញុំមិនអាចទទួលយកឱកាសនឹងបាននៅក្នុងពេលហ្នឹងខ្ញុំពិតជាអរគុណចេញពីចិត្តពីថ្លើមចំពោះឱកាសដ៏មានតម្លៃនេះនិងការចាប់អារម្មណ៍របស់អ្នកមកលើសមត្ថភាពរបស់ខ្ញុំ I'm grateful for the offer, but I don't believe it aligns with my goals at the moment. I truly appreciate your time and consideration. ខ្ញុំអរគុណសម្រាប់ការផ្ដល់ឱកាសប៉ុន្តែដោយសារតែឱកាសហ្នឹងនឹងគោលដៅខ្ញុំអត់ត្រូវគ្នាអញ្ចឹងខ្ញុំមានតែមិនអាចបន្តជាមួយឱកាសហ្នឹងបាននោះទេ I want to express my appreciation for your offer. I've decided to move forward with another opportunity that better fits my current direction, but I'm grateful for your interest. ខ្ញុំពិតជាអរគុណសម្រាប់ការផ្ដល់ឱកាសនេះប៉ុន្តែខ្ញុំបានសម្រេចចិត្តទៅក្រុមហ៊ុនឬក៏ទៅកន្លែងផ្សេងបាត់ទៅហើយដែលត្រូវជាមួយនឹងលក្ខខណ្ឌឬក៏តម្រូវការខ្ញុំច្រើនជាងប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែអរគុណនៅចំណាប់អារម្មណ៍របស់អ្នកមកលើខ្ញុំផងដែរ Thank you for the opportunity. While I'm unable to accept the offer at this time, I'd be happy to stay in touch should circumstances change in the future. អរគុណសម្រាប់ឱកាសនេះប៉ុន្តែឥឡូវនេះខ្ញុំមិនអាចទទួលយកឱកាសនឹងធ្វើការនឹងនៅឡើយទេប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែសប្បាយចិត្តយើងនឹងទៅតំណែងគ្នាសម្រាប់ឱកាសក្រោយៗទៀត